ដើមសាច់រឿងរបស់យើងគឺអ៊ំយាមគិតបានទៅធ្វើការនៅចំការចេកមួយកន្លែងហើយសម្រាប់ចំការចេកនឹងផងដែរគឺជាចំការចេកមួយដែលនៅលើភ្នំដោយសារតែម្ចាស់ចំការចេកនឹងគឺគាត់មានដីដែលគាត់ធ្លាប់ធ្វើចំការស្វាយចន្ទីអីពីមុនមកដល់ពេលបន្ទាប់មកទៀតគាត់ក៏បានគឿសកាប់ដើមស្វាយចន្ទីនឹងចេញហើយក៏បានដាំជាចំការចេកម្ដងនៅពេលដែលអ៊ំយាមគាត់ទៅធ្វើចំការចេកនឹងគឺគាត់ទៅតាមគេទេដោយអ្នកភូមិរបស់គាត់នឹងគឺបាននាំគាត់ដើម្បីទៅធ្វើការនៅទីនឹងហើយសម្រាប់ចំការចេកនឹងផងដែរគាត់ថាធំមែនទែនគឺដីចូល5-6 ហិកតាហើយសម្រាប់កន្លែងដែលគាត់ត្រូវទៅធ្វើការហ្នឹងក៏មានបន្ទប់ដែលគេឲ្យយើងស្នាក់នៅគឺម្ចាស់ចង្ការចេកហ្នឹងគឺគាត់បានធ្វើបន្ទប់ដើម្បីឲ្យអ្នកដែលធ្វើការគាត់ហ្នឹងគឺមានបន្ទប់នៅហើយសម្រាប់បន្ទប់ហ្នឹងផងដែរអ៊ំយាមគិតថាសម្រាប់អ្នកដែលមានគ្រួសារក៏គេធ្វើបន្ទប់រឿងធំទូលាយឲ្យនៅហើយសម្រាប់អ្នកដែលតូម្នាក់ឯងគឺបន្ទប់អាចមករស់នៅម្នាក់ឯងបានដោយមិនសូវធំប្រមាណដូចគេដែលអ្នកនៅជាមួយនឹងក្រុមគ្រួសារទេហើយសម្រាប់អ៊ំយាមនឹងផងដែរគឺគាត់ទៅម្នាក់ឯងគឺគាត់អត់មានប្រពន្ធទុកជាមួយទេដោយប្រពន្ធរបស់គាត់នឹងគឺគាត់ទុកនៅផ្ទះដើម្បីនៅមើលកូនដោយសារកូនគាត់នឹងក៏នៅរៀនដែរអញ្ចឹងហើយគឺគាត់ត្រូវទៅរកលុយដើម្បីមកផ្គត់ផ្គង់កូនរៀនហើយក៏ផ្គត់ផ្គង់គ្រួសារគាត់ផងដែរហើយណាមួយគាត់ក៏ធ្វើស្រែធ្វើអីដែរគឺអត់មានលុយទិញជីដើម្បីយកមកដាក់ស្រូវប្រុសស្រូវអីឲ្យវាកើតណាអញ្ចឹងហើយទើបគាត់ទៅធ្វើចំការចេកនឹងជាមួយគេហើយសម្រាប់ការតូនឹងផងដែរគឺគាត់អត់មានអីវ៉ាន់អីទូច្រើនទេហើយសម្រាប់អង្គអីក៏គាត់អត់សូវមានដែរដោយសារតែគាត់ជីវភាពមួយរាំងខ្វះខាតដែរអញ្ចឹងហើយការតូនឹងគឺមានតែខោអាវប្រមាណវិចហើយនឹងសម្ភារៈប្រើប្រាស់ផ្សេងខ្លះប៉ុន្តែសម្រាប់គេអ្នកដែលតូជាមួយគាត់នឹងគឺគេដាក់អង្គអីទូច្រើនដែរដោយសារតែតំបន់ហ្នឹងគឺពិបាកនៅក្នុងការទិញអង្គដោយសារតែនៅលើភ្នំហើយក៏ការចុះមករកទិញអីវ៉ាន់អីហ្នឹងគឺរឿងពិបាកទោះតែយើងផ្ញើជាមួយនឹងម្ចាស់ចំការគេទើបគេអាចទិញអីវ៉ាន់ណាដែលយើងត្រូវការមកឲ្យបានអញ្ចឹងហើយនៅពេលដែលគាត់ធ្វើដំណើរទៅហ្នឹងគាត់ថាចំណាយពេលយូរដែរចឹងកន្លះថ្ងៃដោយសារតែវាឆ្ងាយហើយសម្រាប់ឡានដែលជិះទៅហ្នឹងគឺគាត់មកឡានគេទៅហ្នឹងគឺគ្នាច្រើនដែរអញ្ចឹងហើយទើបធ្វើឲ្យគាត់ហ្នឹងអត់សូវចំណាយលុយច្រើនប្រហែលទេដោយសារតែគ្នាច្រើននៅពេលដែលគាត់ទៅដល់ទីតាំងហ្នឹងថ្ងៃដំបូងគឺគាត់ថាត្រជាក់ខ្លាំងមែនទែនដោយសារតែភ្នំហ្នឹងគាត់អត់ដែលធ្លាប់ទៅទេប៉ុន្តែសម្រាប់គ្នាគាត់អ្នកភូមិដែលទៅជាមួយហ្នឹងដែលនាំគាត់ទៅហ្នឹងគឺគេធ្លាប់ទៅពីមុនមកអញ្ចឹងហើយទើបគេសុំនឹងអាកាសធាតុនៅព្រៃហ្នឹងណាព្រៃភ្នំដែលគាត់ទៅធ្វើការហ្នឹងតែសម្រាប់គាត់វិញគាត់ថាទៅថ្ងៃមុនដំបូងនោះគាត់ដេកអត់លក់ទេដោយសារតែវាត្រជាក់ណាមួយគាត់ក៏អត់ដែលធ្លាប់ដេកបដូរកន្លែងដែលគាត់ធ្លាប់តែនៅផ្ទះប្រកួតហ្នឹងគឺថាអាកាសធាតុខែអីទោះបីជាវាអត់ត្រជាក់ក្តៅស្អុះដោយថាយើងនៅស្រុកស្រែនោះអីអញ្ចឹងយើងដឹងស្រាប់ហើយតើគឺថាក្តៅស្អុះហើយមានតែចង្ហាល់ឬមួយក៏ពេលដេកយប់ឡើងអីគឺយកកណាត់យកអាវអីដើម្បីបក់ឲ្យលហើយបានដេកលក់អញ្ចឹងណាប៉ុន្តែនៅពេលដែលអ៊ំយាមគិតទៅដល់ទីហ្នឹងគាត់ថាទោះបីជាត្រជាក់មែនប៉ុន្តែត្រជាក់មិនមែនដូចដែលយើងនៅស្រុកស្រែទេគឺត្រជាក់បែបព្រៃភ្នំគឺត្រជាក់ខុសប្លែកណាអញ្ចឹងហើយទើបធ្វើឲ្យគាត់នឹងពិបាកក្នុងការរស់នៅមែនទែនប៉ុន្តែទោះជាយ៉ាងណាក៏គាត់សម្របខ្លួននៅអាកាសធាតុនឹងបានលឿនមែនទែនដោយគាត់ថានៅពេលដែលយប់អញ្ចឹងគឺគាត់ដេកស្លៀកពាក់ខោអាវច្រើនជាន់មែនទែនហើយសម្រាប់ពេលព្រឹកវិញគឺគាត់ទៅធ្វើការជាមួយគេធម្មតាហើយសម្រាប់ការស្លៀកពាក់គឺគាត់តែងតែស្លៀកពាក់ហើយក៏តាមដានមើលខ្លួនឯងដែរបើមិនជាគាត់ស្លៀកពាក់ត្រឹមមួយជាន់ពីរជាន់អញ្ចឹងអាចទ្រទ្រង់នឹងអាកាសធាតុនឹងបានគាត់ក៏អត់អាចស្លៀកពាក់ច្រើនជាងនឹងទេគឺគាត់ខ្លាចថប់ដង្ហើមថប់អីគាត់អញ្ចឹងណាអញ្ចឹងហើយទើបគាត់ការធ្វើការរបស់គាត់នៅទីហ្នឹងគឺថ្ងៃដំបូងថ្ងៃដែលគាត់ទៅដល់ហ្នឹងគឺដេកមិនលក់ហើយសម្រាប់ថ្ងៃបន្ទាប់មកទៀតគាត់ផ្សំជាមួយនឹងអាកាសធាតុហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងរស់នៅដូចជាគេជាឯងធម្មតានៅទីហ្នឹងឯងនៅពេលដែលគាត់ធ្វើការនៅទីហ្នឹងបានកន្លះខែគាត់ក៏ចាប់ផ្ដើមឈឺដោយសារតែអាកាសធាតុនៅទីហ្នឹងទោះបីជាគាត់សុំនៅអាកាសធាតុពិតមែនប៉ុន្តែក៏អាចធ្វើគាត់ឈឺបានដែរនៅពេលដែលគាត់ឈឺហ្នឹងគឺគាត់គ្រុនអ៊ំយាមគាត់គ្រុនហើយក៏អត់មានថ្នាំមេសង្កូវអីទេដោយសារតែគាត់ទៅហ្នឹងប្រពន្ធរបស់គាត់ក៏អត់បានដាក់ថ្នាំអីដើម្បីទៅឲ្យគាត់ដែរហើយមានតែអ្នកដែលទៅជាមួយគ្នានឹងឯងដែលបានផ្ដល់ថ្នាំផ្ដល់អីឲ្យគាត់នៅពេលដែលគាត់ឈឺហ្នឹងគឺមានតែអ្នកភូមិគាត់ទេបានមើលគាត់ដើម្បីឲ្យជាពីជំងឺនឹងវិញណាហើយក៏គាត់ខានទៅធ្វើការឡើង2ថ្ងៃគាត់ថាគាត់អត់បានទៅធ្វើការលី
កាត់ដើមចេកយកផ្លែចេកផ្លែអីហ្នឹងគឺរយៈពេល2ថ្ងៃហើយសម្រាប់តកែដែលនៅទីហ្នឹងគាត់ថាចិត្តល្អទៀតគឺនៅពេលដែលឃើញកូនចៅរបស់គាត់ដូចជាគាត់អញ្ចឹងឈឺស្កាត់អីគឺតែងតែទៅយកថ្នាំទិញថ្នាំឲ្យយំអោយទោះបីជាផ្លូវឡើងចុះយ៉ាប់ប៉ុណ្ណាក៏ដោយក៏មេរបស់គាត់ហ្នឹងក៏តែងតែមើលជំងឺមើលថែកូនចៅកុំអោយមានជំងឺមានអីអញ្ចឹងណាដល់ពេលអញ្ចឹងហើយគាត់ក៏បានជាស្បើយពីជំងឺហ្នឹងដល់ពេលថ្ងៃមួយហ្នឹងគាត់ក៏បានចាញ់ពីចង្ការចេកហ្នឹងក្រោយគេអ៊ំយាមហ្នឹងគាត់ចាញ់ពីចង្ការចេកហ្នឹងក្រោយគេហើយក៏បានឃើញនៅមនុស្សម្នាក់គឺជាមនុស្សស្រីទេដែលនៅនឹងចង្ការចេកហ្នឹងគាត់ស្មានតែអ្នកទៅធ្វើការជាមួយគ្នាហើយគាត់ក៏ខំស្រែកហៅថាមីនាងល្ងាចស្មើនឹងហើយមីនាងអត់បានទប់វិញទេអីពេលហ្នឹងផងដែរម្នាក់ស្រីហ្នឹងក៏អត់បានបេះអីមកនិយាយជាមួយគាត់ទេដោយសារតែគាត់ឃើញជាមនុស្សស្រីអញ្ចឹងហើយគាត់ក៏អត់ហ៊ានសូវទៅបៀតដែរដោយសារតែគាត់ខ្លាចគេមើលមកមិនសមមើលមកខ្លាចថាគាត់នឹងចង់ធ្វើអីកូនគេអញ្ចឹងណាពេលហ្នឹងផងដែរគាត់ក៏បានដើរមកវិញដើរមកបន្ទប់របស់គាត់ដល់ពេលគាត់ដើរមកបន្ទប់របស់គាត់វិញគាត់ក៏បានមើលតួអ្នកដែលតួជាមួយគ្នាហ្នឹងឃើញគេនៅតាមបន្ទប់គេហូបបាយហូបអីជុំគ្នាអស់ហើយអត់មានខ្វះទេហើយគាត់ក៏បានរឹបចំនួនមនុស្សមើលដែរដល់ចំនួនមនុស្សដែលទៅនៅជាមួយគាត់ហ្នឹងគឺចំនួន8នាក់គឺអត់មានគ្នាច្រើនទេគឺគ្នា8នាក់ដល់ពេលគាត់រົບចំនួនមើលទាំងគ្រួសារគេទាំងគាត់អីគឺគ្រប់គ្នាគ្រប់ចំនួនអស់ហើយពេលលងផងដែរគាត់ក៏ផ្លែកចិត្តដែរអ៊ំយាមគាត់ផ្លែកចិត្តថាមនុស្សម្នាក់ដែលគាត់ឃើញមិញហេតុអីក៏បានមកដល់លឿនឡេះទាំងតែគាត់នឹងដើរមកមុននៅពេលដែលគាត់គិតអញ្ចឹងគាត់ក៏អត់បានគិតថាជាអ្វីផ្សេងទេដោយសារតែនៅទីហ្នឹងក៏គាត់អត់ដែលធ្លាប់ឮមានណាគេនិយាយថានៅទីហ្នឹងមានដូចជាខ្មោចមានដូចជាព្រាយមានអីផ្សេងអញ្ចឹងណាគឺគាត់អត់ដែលធ្លាប់ឮទេនៅពេលនឹងផងដែរគាត់ក៏អត់បានចាប់អារម្មណ៍អីច្រើនទេអ៊ំយាមក៏បានដើរទៅហូបបាយជាមួយអ្នកភូមិរបស់គាត់ណាដោយសារតែថ្ងៃហ្នឹងគាត់មករឿងយឺតហើយក៏អត់បានដាំបាយដើម្បីទេនៅពេលដែលគាត់ងុយទឹកងុយអីរួចហើយក៏ទៅហូបបាយជាមួយអ្នកភូមិរបស់គាត់ដែលទៅជាមួយគ្នាហ្នឹងណាពេលនោះផងដែរនៅពេលដែលគាត់កំពុងហូបបាយហ្នឹងគាត់ក៏បាននិយាយជជែកគ្នាជាមួយនឹងអ្នកភូមិរបស់គាត់ក៏បានសួរថាលើកមុនដែលគាត់ធ្លាប់មកហ្នឹងណាគឺអ្នកភូមិរបស់គាត់ហ្នឹងតើនៅក្នុងចំការចេកហ្នឹងតើធ្លាប់មានរឿងហេតុអីកើតឡើងឬអត់ឬក៏មានរឿងណាប្លែកៗដែលកើតឡើងនឹងចំការចេកហ្នឹងអត់ពេលនឹងផងដែរអ្នកភូមិរបស់គាត់ក៏បានឆ្លើយទៅអ៊ំយាមវិញថាចំការចេកហ្នឹងចាប់តាំងតែពេលគាត់មកធ្វើការរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺអត់ដែលមានបញ្ហាអីទេហើយនៅក្នុងចំការចេកហ្នឹងក៏អត់ដែលធ្លាប់លឺណាថាជួបនៅរឿងហេតុការណ៍អីផ្សេងដែរពេលនឹងផងដែរគាត់ក៏បានសួរទៅអ៊ំយាមវិញថាស្មានតែអ៊ំយាមហ្នឹងគាត់ជួបនៅខ្លាជួបលើជោគព្រៃជួបលើសត្វអីសាហាវផ្សេងអញ្ចឹងណាដល់ពេលសួរទៅអ៊ំយាមគាត់ក៏បានឆ្លើយតបទៅអ្នកភូមិមកគាត់វិញថាដោយសារតែគាត់ចេញមកក្រោយគេមិញហ្នឹងគឺគាត់បានឃើញមនុស្សស្រីម្នាក់ស្លៀកពាក់សហ្នឹងឈោបែកខ្នងដាក់គាត់ហើយក៏យកដៃរបស់នាងហ្នឹងស្បេតទៅលើផ្លែចេកហើយគាត់ក៏បានសួរនាំហើយក៏អត់បាននិយាយតបមកគាត់ទេពេលនឹងផងដែរអ្នកភូមិរបស់គាត់ក៏បានសើចជាមួយនឹងអ៊ំយាមដែរគាត់ថាមនុស្សស្រីមានណាមានតែគ្នាយើងប៉ុណ្្នឹងឯងមានអ្នកណាគេមកដល់លើសារទីនឹងក៏នឹងឆ្ងាយហើយក៏អ្នកដែលមកធ្វើការហ្នឹងគឺមានតែពួកគាត់8នាក់នឹងឯងពេលនឹងផងដែរគឺពួកគាត់អត់បាននិយាយអីច្រើនទៀតទេនៅពេលដែលពួកគាត់ហូបបាយរួចពួកគាត់ក៏បានអង្គុយនិយាយលេងសន្ទុះដែរដល់ពេលបន្ទប់មកទៀតល្ងាចប្រហែលជាម៉ោង9អ៊ំយាមក៏បានចូលទៅបន្ទប់របស់គាត់វិញហើយសម្រាប់បន្ទប់របស់គាត់នឹងបន្ទប់អ្នកភូមិរបស់គាត់នឹងគឺជប់គ្នាទេគឺបន្ទប់ជប់គ្នាហើយសម្រាប់បើយើងនិយាយទៅបន្ទប់ហ្នឹងគឺដូចជាខ្ទមអញ្ចឹងឯងប៉ុន្តែគេធ្វើបន្ទប់ដាច់ដោយឡែកពីគ្នាអ៊ំយើងថាដូចជាខ្ទមប៉ុន្តែគេធ្វើ2អត់មានធ្វើតែមួយទេគឺធ្វើ2មួយហ្នឹងគឺសម្រាប់អ្នកដែលទៅធ្វើការហើយមួយទៀតហ្នឹងគឺសម្រាប់តកែរបស់គាត់ដោយសារតែគាត់ទៅធ្វើការនៅទីហ្នឹងគឺគាត់ហៅថាតកែទេហើយសម្រាប់តកែរបស់គាត់នឹងផងដែរគឺគាត់មកតែម្នាក់ឯងទេគឺតកែប្រុសហើយសម្រាប់តកែស្រីរបស់គាត់នឹងគឺអត់បានមកជាមួយទេប៉ុន្តែនៅពេលដែលគាត់មកម្ដងមកកាលហ្នឹងគឺគាត់តែងតែទិញផ្លែឈើធ្វើបង្អែមធ្វើអីមកឲ្យពួកគាត់ហូបអញ្ចឹងហើយតកែស្រីរបស់គាត់នឹងគឺអត់ដែលមកទេនៅពេលហ្នឹងផងដែរអាយប់ល្ងាចដែលគាត់ចូលដេកហ្នឹងឲ្យម៉ោង9ជិតចូលម៉ោង10ហ្នឹងនៅពេលដែលគាត់ចូលដេកហ្នឹងគឺអ៊ំយាមគាត់ថាគាត់រឿងអស់កម្លាំងដែរហើយគាត់ក៏បានដេកលក់នៅពេលដែលគាត់ដេកលក់គាត់ក៏ឮសំឡេងមនុស្សគោះទ្វារធ្វើឲ្យគាត់ភ្ញាក់វិញហើយសម្រាប់ការគោះទ្វារនឹងផងដែរគាត់ថាគោះ3ដងដល់ពេលគោះ3ដងក៏ស្ងាត់ហើយគាត់ក៏បានដើរទៅបើកទ្វារដល់ពេលគាត់ដើរទៅបើកទ្វារគឺអត់មានណានៅខាងក្រៅនឹងទេហើយសម្រាប់បន្ទប់គេអ្នកផ្សេងគឺថាដេកស្ងាត់អស់ហើយ
ប៉ុន្តែគាត់ក៏ប្លែកចិត្តដែលគាត់ស្មានថាមានឆ្កែមានអីឬមួយក៏សត្វព្រៃសត្វអីវាមកដើរបោកទ្វារបោកអីគិតអញ្ចឹងណាប៉ុន្តែគាត់ថាបើសិនជាសត្វព្រៃសត្វអីវាដើរមកបោកទ្វារមិនក៏លឺសំឡេងដូចជាមនុស្សគោះដល់ពេលនឹងផងដែរគាត់ក៏បិទទ្វារវិញហើយក៏ចូលទៅដេកនៅពេលដែលគាត់ចូលទៅដេកវិញហ្នឹងគាត់ក៏បានបើកភ្លើងនៅពេលដែលគាត់បើកភ្លើងគាត់ក៏បានឃើញស្មលនៅខាងក្រៅឃើញស្មលមនុស្សដើរដោយសារតែបន្លោះទ្វាររបស់គាត់ហ្នឹងខាងក្រោមហ្នឹងគឺអត់ជិតទេដោយសារតែមានបន្លោះក្រោមហ្នឹងគឺគាត់ថាប្រហែលជាមួយថ្នាំងដៃទេវាអត់ជិតដល់ពេលអញ្ចឹងហើយគាត់ក៏បានឃើញស្មលនៅខាងក្រៅហ្នឹងឯងដល់ពេលគាត់ឃើញស្មលនៅខាងក្រៅគាត់ក៏បានទៅបើកទ្វារដល់ពេលគាត់ទៅបើកទ្វារមើលក៏ឃើញឆ្កែនៅខាងក្រៅហ្នឹងណាដោយសារតែឃើញឆ្កែអញ្ចឹងហើយទើបអ៊ំយឹមហ្នឹងគាត់គិតថាប្រហែលជាឆ្កែហ្នឹងឯងវាដើរមកបកទ្វាររបស់គាត់ហើយក៏ដែលគាត់ឃើញស្មលហ្នឹងតាមក៏ពិតទៅអ៊ំយឹមគាត់ថាទាំងដែលការគោទ្វារទាំងដែលគាត់ឃើញស្មលហ្នឹងគឺមិនមែនជាឆ្កែហ្នឹងទេដោយសារតែគាត់អត់ដឹងដល់ពេលអញ្ចឹងហើយទើបគិតថាឆ្កែដល់ពេលព្រឹកឡើងគាត់ក៏នាំគ្នាទៅធ្វើការធម្មតាទាំងអ៊ំយឹមទាំងអ្នកផ្សេងហើយក៏អ្នកភូមិរបស់គាត់ហ្នឹងណានាំគ្នាទៅធ្វើការធម្មតានៅtrongការចេកហ្នឹងនៅពេលដែលគាត់ធ្វើការហើយក៏បាយពេលថ្ងៃនៅពេលដែលបាយពេលថ្ងៃគឺពួកគាត់ក៏បានដាក់បាយទៅរៀងៗខ្លួនណាហើយសម្រាប់ម្ហូបវិញមានអ្នកខ្លះក៏អាំងត្រីអ្នកខ្លះក៏ត្រីងៀតអ្នកខ្លះក៏បុកម្ជូរបុកអីផ្សេងហើយសម្រាប់អ៊ំយៀមគឺគាត់ថាម្ហូបរបស់គាត់ហ្នឹងគឺឆ្ងាញ់ជាងគេគឺម្ទេសចៀនដោយសារតែគាត់ហ្នឹងគឺចូលចិត្តម្ទេសចៀនមែនទែនហើយម្ទេសចៀនរបស់គាត់ហ្នឹងគឺត្រួយអំពិលម្ទេសហើយនឹងត្រាប់ចង្កមនៅពេលដែលគាត់បោកបានគាត់ក៏ចៀនជាមួយនឹងខ្លាញ់ណាគាត់ថាម្ហូបគេផ្សេងហ្នឹងគឺហូបសល់ហើយសម្រាប់ម្ហូបគាត់ហ្នឹងគឺថាអស់លេងនៅពេលលេងផងដែរគឺអស់ហ្នឹងគឺមិនមែនអស់ដោយសារគាត់ហូបម្នាក់ឯងទេគឺអស់ដោយសារតែអ្នកទូជាមួយគ្នាហ្នឹងគេថាម្ហូបគាត់ឆ្ងាញ់ដល់ពេលអញ្ចឹងហើយគឺថាពុយតែម្ហូបគាត់ទេដល់ពេលលេងផងដែរគឺបាយថ្ងៃត្រង់ហ្នឹងគឺគាត់និយាយគ្នាសើចស្បាយមែនទែនហើយនៅពេលលេងផងដែរគឺអ៊ំយាមគាត់ក៏បានលឺសំឡេងមនុស្សស្រីបានស្រែកហើយក៏លឺសំឡេងយំដែលនៅទីហ្នឹងប៉ុន្តែគាត់ក៏បានសួរទៅអ្នកផ្សេងដែលថាមានលឺសំឡេងអីយំនៅទីហ្នឹងឬអត់ពេលហ្នឹងផងដែរគឺអត់មានណាគេលឺទេហើយលឺតែអ៊ំយឹមម្នាក់ឯងពេលហ្នឹងក៏គ្នាដែលទៅជាមួយហ្នឹងក៏បានថាទៅអ៊ំយឹមថាអ៊ំឯងចាស់ហើយសំឡេងលឺតែងតែអត់ច្បាស់ហើយក៏ប្រហែលជាសំឡេងស្លឹកចេកស្លឹកអីដែលខ្យល់បក់ផាត់ទៅវាបាក់លឺសំឡេងប្រែប្រាវអីអញ្ចឹងទៅប្រហែលជាអ៊ំគិតថាជាសំឡេងមនុស្សយំពេលហ្នឹងផងដែរអ៊ំយឹមក៏បាននិយាយតបអីទៅក្មេងៗទៀតទេហើយគាត់ក៏បានសម្រាប់ថ្ងៃត្រង់ដែរដោយសារតែថ្ងៃត្រង់ហ្នឹងនៅពេលដែលបាយហើយក៏មានម៉ោងគេឲ្យសម្រាប់ដែរគឺចុះធ្វើការវិញគាត់ថាម៉ោង1នៅពេលដែលមុននឹងចុះធ្វើការហ្នឹងគាត់ក៏បានដេកនៅទីហ្នឹងឯងដេកនៅក្រោមគុំជែកហ្នឹងណាដេកក្បែរគុំជែកហ្នឹងឯងហើយសម្រាប់អ្នកផ្សេងក៏គេសម្រានដូចគ្នាហើយក៏អ្នកខ្លះក៏មើលទូរស័ព្ទមើលអីទៅប៉ុន្តែបើសម្រាប់សេវាចាក់អ៊ីនធឺណិតវិញគាត់ថាអត់មានទេសេវាដោយសារតែវានៅតំបន់ភ្នំអញ្ចឹងហើយបើចង់បើទូរស័ព្ទមើលអីគឺថាពិបាកមែនទេទោះតែកន្លែងដែលគាត់សម្រាប់ហ្នឹងណាកន្លែងបន្ទប់ដែលគាត់សម្រាប់ហ្នឹងទើបមានសេវាខ្លះប៉ុន្តែបើទៅដល់ចំការជែកហ្នឹងគឺអត់មានសេវាទេទោះបីជាចង់ចាក់អីក៏អត់បើអត់ចាញ់ដែរពេលហ្នឹងផងដែរអ៊ំយល់នៅពេលដែលគាត់កំពុងតែដេកហ្នឹងគាត់ក៏បានយកសពឃើញក្មេងស្រីម្នាក់ឲ្យគាត់ហ្នឹងទៅជួយគាត់ថាក្មេងស្រីហ្នឹងគាត់នៅនឹងចំការជែកនឹងយូរដែរហើយគឺអត់មានណាគេមកជួយគាត់ទេនៅពេលហ្នឹងផងដែរដល់ពេលអ៊ំយំភ្ញាក់គាត់ក៏បានសួរបាននិយាយប្រាប់ទៅគ្នាគាត់ហ្នឹងណាគាត់ថាគាត់បានយកសពឃើញក្មេងស្រីម្នាក់មកសុំមកគាត់ជួយប៉ុន្តែក្មេងស្រីហ្នឹងក៏បានប្រាប់គាត់ថាដោយសារតែនាងហ្នឹងនៅនឹងចំការជែកនឹងយូរហើយគឺអត់បានទៅណាទេដល់ពេលហ្នឹងផងដែរនៅពេលដែលគ្នាប្រកួតបានឮអ៊ំយំគាត់និយាយអញ្ចឹងក៏ម្នាក់ក៏ចាប់ផ្ដើមខ្លាចដោយសារតែគាត់ក៏រៀងខ្លាចខ្មោចដែរអ្នកដែលទៅជាមួយហ្នឹងណាគឺម្នាក់គឺខ្លាចខ្មោចដល់ពេលអញ្ចឹងហើយនៅពេលដែលគាត់ឮអ៊ំយឹមនិយាយអញ្ចឹងគាត់ក៏នឹងគ្នាខ្លាចពេលនឹងផងដែរអ៊ំយឹមក៏អត់បាននិយាយអីតទៀតទេដោយសារតែគាត់មើលទៅគ្នារបស់ពួកគាត់ហើយនឹងក្មេងៗខ្លាចខ្មោចអញ្ចឹងហើយគាត់ក៏ឈប់និយាយរឿងនឹងទៅនឹងប៉ុន្តែសម្រាប់នៅក្នុងចំការជែកនឹងផងដែរក៏មានព្រះភូមិមួយដែរអ៊ំយឹមគាត់ថាព្រះភូមិនឹងគឺមានគេសែនមានគេថ្វាយអីគឺសម្រាប់តកែរបស់គាត់ហ្នឹងណាគឺយកសំណែនយកអីហើយសម្រាប់ថ្ងៃសិលថ្ងៃអីគឺតែងតែឃើញតកែរបស់គាត់ហ្នឹងទៅអុជធូបនៅទីហ្នឹងដែរអុជធូបនៅកន្លែងព្រះភូមិហ្នឹងណាហើយសម្រាប់ព្រះភូមិហ្នឹងអ៊ំយឹមក៏បានធ្លាប់យកសំណែនយកមកហូបដែរគឺសំណែនផ្លែឈើដែលតកែរបស់គាត់ដាក់នៅទីហ្នឹងណាហើយសម្រាប់ការយកហូបហ្នឹងផងដែរគឺគាត់មិនមែនចេះតែយកហូបទេគាត់ក៏មានការសុំអីត្រឹមត្រូវដែរទោះតែគ្រប់3ថ្ងៃអីទើបគាត់អាចយកផ្លែឈើហ្នឹងយកមកហូបបាន
នៅពេលអាថ្ងៃដែលគាត់ដេកយល់សពឃើញហ្នឹងអាថ្ងៃហ្នឹងណានៅពេលដែលគាត់មកវិញហ្នឹងគឺគាត់មកមុនគេហើយគាត់មកមុនគេហ្នឹងសម្រាប់គ្នាគាត់ផ្សេងទៀតគឺដើរមកតាមក្រោយគាត់ពេលដើរមកតាមក្រោយគាត់គ្នាគាត់ដែលទោជាមួយគ្នាហ្នឹងគឺគេឃើញគ្រប់គ្នាគេឃើញថាអ៊ំយាមហ្នឹងនៅចំការចេកហ្នឹងឯងនៅចំការចេកបេះចេកកាត់ផ្លែចេកកាត់អីគេខំហៅគាត់មកម្នាក់គឺខំហៅគាត់ឲ្យមកដើម្បីមកដល់បន្ទប់អីតុនពេលវេលាជាមួយគ្នាហ្នឹងណាប៉ុន្តែដល់ពេលហៅទៅគឺគាត់អត់បែរមើលទេអ៊ំយាមហ្នឹងគាត់អត់បែរមើលទាំងដែលអ៊ំយាមហ្នឹងគឺគាត់ដើរមកមុនគេហើយក៏បានមកដល់បន្ទប់ដែលគាត់ត្រូវសម្រាប់រួយហ្នឹងគឺមកដល់មុនគេហើយប៉ុន្តែអ្នកដែលឃើញហ្នឹងគឺមិនមែនជាគាត់ទេគ្នាគាត់ដែលឃើញអ៊ំយាមហ្នឹងគឺមិនមែនជាអ៊ំយាមទេគឺខ្មោចម្នាក់ស្រីហ្នឹងឯងដែលធ្វើជាអ៊ំយាមនៅពេលហ្នឹងផងដែរនៅពេលដែលប្រកួតហៅឲ្យអបែមកប្រកួតក៏នៅគ្នាដើរទៅចិត្តដល់ពេលដើរទៅចិត្តទៅអត់ឃើញទេអត់ឃើញអ៊ំយាមទេដល់ពេលហ្នឹងផងដែរប្រកួតក៏ចាប់ដើមគ្នាខ្លាចលេងខ្លួនដល់ពេលអញ្ចឹងប្រកួតក៏នឹងគ្នារត់ចេញពីចំការចេកហ្នឹងឯងដល់ពេលរត់ចេញពីចំការចេកមកដល់បន្ទប់ក៏ឃើញអ៊ំយាមគាត់នៅបន្ទប់ហ្នឹងតែម្ដងដល់ពេលហ្នឹងផងដែរប្រកួតក៏បានសួរទៅអ៊ំយាមអំពីរឿងដែលគាត់បានជួបហ្នឹងណាដល់ពេលសួរទៅអ៊ំយាមក៏បានប្រាប់ដំណើរដើមតងថាគាត់នឹងបានមកមុនហើយពេលដែលគាត់មកមុនហ្នឹងគាត់ក៏ប្រាប់ទៅអ្នកដែលនៅជាមួយគ្នានឹងផងដែរដល់ពេលហ្នឹងគឺប្រកួតកាន់តែខ្លាចមែនទែននៅពេលដែលល្ងាចឡើងម្នាក់ហូបបាយហូបអីរួចគឺតែងតែចូលបន្ទប់ហើយក៏ដេកស្ងាត់ទៅថ្ងៃបន្ទប់មកទៀតហ្នឹងក៏តកែបគាត់ហ្នឹងក៏មកដល់ពេលតកែគាត់មកពួកគាត់ហ្នឹងក៏សួរទៅតកែបគាត់ហើយសម្រាប់តកែបគាត់ហ្នឹងផងដែរគាត់ក៏ដឹងរឿងហេតុនោះនឹងចង្ការជេកបគាត់ដែរដល់ពេលហ្នឹងផងដែរអ្នកដែលធ្វើការហ្នឹងក៏សួរទៅតកែបគាត់ថាចង្ការជេកហ្នឹងពីមុនមកធ្លាប់មានរឿងអីឬអត់ដោយសារតែប្រហែលថ្ងៃហ្នឹងគឺពួកគាត់តែងតែជួបរឿងប្លែកៗនៅក្នុងចំការចេកហ្នឹងពេលហ្នឹងផងដែរម្ចាស់ចំការចេកដែលជាតកែរបស់ពួកគាត់ហ្នឹងណាក៏បានប្រាប់ទៅអ៊ំយាមហើយជាមួយនឹងគ្នាគាត់ដែរគាត់ថាចំការចេកហ្នឹងពីមុនមកគឺធ្លាប់មានក្មេងស្រីម្នាក់ស្លាប់ដោយសារតែនាងហ្នឹងកាប់ដើមចេកហ្នឹងដល់ពេលកាប់ទៅក៏ល្អិលជើងដួលបោកក្បាលនឹងថ្មនៅពេលដែលល្អិលជើងដួលបោកក្បាលនឹងថ្មហ្នឹងគឺស្លាប់នៅនឹងកន្លែងតែម្ដងហើយតកែប្រកួតក៏បាននិយាយតទៀតថានៅពេលដែលក្មេងស្រីនឹងស្លាប់គាត់ក៏បានដឹកសាកសពនឹងទៅដល់ផ្ទះរបស់សាច់ញាតិតែម្ដងគឺគាត់ដឹកទៅដល់ផ្ទះសាច់ញាតិរបស់អ្នកដែលស្លាប់ហ្នឹងគឺគាត់ជូនទៅតែម្ដងហើយសម្រាប់ពិធីដែលសូត្រហៅព្រលឹងហៅអីហ្នឹងគឺអត់បានធ្វើទេដោយតកែរបស់គាត់ថាគឺសាច់ញាតិអ្នកដែលស្លាប់ហ្នឹងគឺអត់ទាន់បានធ្វើពិធីដើម្បីសូត្រហៅព្រលឹងរបស់កូនគាត់ទៅទេហើយស្រាប់តកែរបស់គាត់ហ្នឹងក៏ចង់មុនអាចារ្យមុនលោកអីដើម្បីមកសូត្រប្រោះព្រំនៅទីនឹងដែរប៉ុន្តែគាត់អត់មានពេលហើយក៏ចេះតែពញាពេលមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងណាពេលហ្នឹងផងដែរគឺអ៊ំយាមហើយជាមួយនឹងអ្នកដទៃទៀតហ្នឹងក៏អត់បានសួរនាំអីតកែរបស់គាត់ច្រើនទេហើយគាត់ក៏បាននាំគ្នាចូលទៅបន្ទប់រៀងៗខ្លួនពេលហ្នឹងផងដែរអ្នកដែលចូលទៅបន្ទប់ហ្នឹងគឺទៅពេលយប់តែលឺសំឡេងគោះទ្វារអីគឺអត់មានណាហ៊ានចេញបើកទេប៉ុន្តែសម្រាប់អ៊ំយាមវិញគឺគាត់នៅតែឃើញស្មោលដូចមុនអញ្ចឹងគឺស្មោលនៅខាងក្រៅទ្វាររបស់គាត់ហ្នឹងណានៅពេលហ្នឹងផងដែរគឺនៅពេលគាត់ឃើញស្មោលអញ្ចឹងគឺគាត់អត់ដែលបើកមើលទេដោយសារគាត់ដឹងអ៊ំយាមគាត់ដឹងថាជាខ្មោចម្នាក់ស្រីនឹងឯងពេលហ្នឹងផងដែរអ៊ំយាមគាត់ក៏បានរកកណាត់រអីដើម្បីបិទប្រហោងទ្វាររបស់គាត់ហ្នឹងប្រហោងទ្វារខាងក្រោមហ្នឹងក៏បិទដើម្បីកុំឲ្យឃើញស្មោលនឹងទៀតនៅពេលដែលគាត់បិទហើយគាត់ក៏បានដេកលក់ដេកអីទៅហើយដល់ពេលព្រឹកឡើងទៀតអ្នកដែលទៅធ្វើការជាមួយគ្នាហ្នឹងក៏ចាប់ផ្ដើមឈឺដល់ពេលចាប់ផ្ដើមឈឺហ្នឹងគឺដោយសារតែគាត់គ្រុនចាញ់នៅទឹកដីហ្នឹងណាដល់ពេលអញ្ចឹងហើយគឺមើលអត់បាត់ទេរស់ថ្នាំរួចឲ្យលេបអត់ក៏បាត់ថ្នាំលក្ខណៈថាគាត់រស់ថ្នាំបុរាណរួចអីដែលថ្នាំឫសឈើថ្នាំអីណាហើយក៏ឲ្យថ្នាំពេទ្យថ្មីដែរប៉ុន្តែនៅតែអត់បាត់ដល់ពេលអញ្ចឹងហើយតកែរបស់គាត់នឹងក៏បានដឹកដើម្បីយកមកពេទ្យដឹកចុះទៅលើភ្នំហ្នឹងយកមកពេទ្យដល់ពេលយកមកពេទ្យមកក៏បានដេកសម្រាកនៅនឹងពេទ្យហ្នឹងឯងគេថាអ្នកដែលឈឺហ្នឹងគឺថាបបខ្លាំងមែនទែនរយៈពេលឡើងមកទើបគាត់អាចជាវិញហើយសម្រាប់ថ្លៃពេទ្យថ្លៃអីហ្នឹងគឺតកែរបស់គាត់នឹងឯងអ្នកចាញ់អោយដោយសារគាត់ថាតកែរបស់គាត់ហ្នឹងគឺចិត្តល្អមែនទែននៅពេលដែលតកែរបស់គាត់ចាញ់អោយអញ្ចឹងគាត់ក៏បានធូរស្រាលពេលឈឺហ្នឹងក៏បានមកធ្វើការវិញហើយអ្នកដែលឈឺហ្នឹងគឺឈឺប្តីប្រពន្ធរបស់គាត់ហ្នឹងគាត់អីទេហើយកូនរបស់គាត់ហ្នឹងគឺអត់បានយកមកជាមួយទេគឺគាត់ទុកនៅផ្ទះឲ្យយាយតាអ្នកមើលដល់ពេលអញ្ចឹងហើយនៅពេលគាត់បាត់ឈឺគាត់ក៏បាននាំគ្នាមកចង្ការជេកវិញគាត់ថាទោះបីជាគាត់ជុកខ្មោចនោះយ៉ាងណាក៏គាត់មិនអាចចាញ់ពីទីនឹងបានដែរ
ដោយសារតែគាត់ថាតកែបុគ្គលហ្នឹងគឺចិត្តល្អជាមួយនឹងពួកគាត់មែនទែនហើយពួកគាត់ក៏គិតមួយទៀតថាទោះបីជាយើងជួបខ្មោចមែនប៉ុន្តែខ្មោចហ្នឹងវាធ្វើអីយើងអត់បានទេបានត្រឹមតែលងបំលាច់យើងប៉ុណ្្នឹងឯងដល់ពេលថ្ងៃមួយមុខទៀតអ៊ំយាមក៏បានជួបនឹងខ្មោចម្នាក់ស្រីនឹងទៀតជួបនឹងចង្ការចេកហ្នឹងថ្ងៃហ្នឹងពួកគាត់បានកាប់ផ្លែចេកកាប់អីហើយក៏បានលើកដាក់ក្រុងដាក់អីនៅពេលអញ្ចឹងហើយពួកគាត់ក៏បានសម្រាប់ពេលថ្ងៃដូចមុនអញ្ចឹងឯងដល់ពេលសម្រាប់អ៊ំយាមហ្នឹងគាត់ថាគាត់ដើរទៅនោមនឹងគុំចេកផ្សេងទៀតទាំងឆ្ងាយដែរឆ្ងាយពីកន្លែងដែលគាត់សម្រាប់ហ្នឹងគាត់ថាខ្លាច់ឆ្អេះខ្លាច់អីអញ្ចឹងគាត់ក៏ដើរទៅរឿងឆ្ងាយដែរដល់ពេលដើរទៅគាត់ក៏បានឃើញម្នាក់ស្រីហ្នឹងអង្គុយយំគឺខ្មោចម្នាក់ស្រីហ្នឹងណាថាអោបក្បាលជង្គង់អង្គុយយំដល់ពេលគាត់លឺអង្គុយយំអញ្ចឹងគឺគាត់អត់ហ៊ានដើរទៅជិតទេអ៊ំយាមហ្នឹងគាត់អត់ហ៊ានដើរទៅជិតទេដល់ពេលលឺអង្គុយយំគាត់ក៏សួរគាត់បានទៅស្រែកសួរថាហេតុអីបានជាអង្គុយយំអង្គុយអុយអញ្ចឹងទៅដល់ពេលគាត់សួរគឺម្នាក់ស្រីហ្នឹងគឺយំកាន់តែខ្លាំងខ្មោចម្នាក់ស្រីហ្នឹងណាយំកាន់តែខ្លាំងទៅដល់ពេលអញ្ចឹងហើយគាត់ក៏បានដើរចេញមកវិញគាត់បានសួរនំអីទៀតទេគាត់ដើរចេញមកវិញគាត់ថាសម្បីតែមុខវាក៏មើលអត់ឃើញដែរដោយសារតែសក់វាគ្រប់មុខហើយក៏អង្គុយអុកក្បាលជង្គង់យំនៅពេលដែលអ៊ំយាមគាត់ដើរមកវិញគាត់ក៏បានប្រាប់ទៅគ្នាពួកគាត់ទោះបីជាគ្នាពួកគាត់ខ្លាចខ្មោចមែនប៉ុន្តែគាត់នៅតែប្រាប់គាត់ថាពេលដែលគាត់ដើរទៅនំមិញហ្នឹងគឺគាត់បានជួបនឹងខ្មោចក្មេងស្រីនឹងឯងដល់ពេលអញ្ចឹងហើយគឺអ៊ំយាមគាត់ក៏បានប្រគ្រោះគ្នាជាមួយនឹងគ្នាពួកគាត់ហ្នឹងណាដើម្បីឲ្យតកែរបស់គាត់ហ្នឹងមុនលូឬក៏អាចារ្យអីដើម្បីមកសូត្រប្រោះព្រំនៅទីហ្នឹងហើយក៏ឲ្យយកព្រលឹងហ្នឹងឲ្យវាទៅចាប់ជាតិចាប់អីអញ្ចឹងទៅពេលហ្នឹងផងដែរនៅពេលដែលពួកគាត់បានប្រគ្រោះគ្នាជាមួយនឹងគ្នាពួកគាត់រួចតកែរបស់គាត់ហ្នឹងក៏បាននិយាយគ្នាជាមួយនឹងពួកអ៊ំយាមដែរនៅពេលដែលនិយាយជាមួយពួកអ៊ំយាមក៏បានប្រាប់ទៅតកែគាត់ថាចង់ឲ្យតកែរបស់គាត់ហ្នឹងមុនលោកក៏បានមុនអាចារ្យក៏បានដើម្បីមកប្រោះព្រំនៅចង្ការជេររបស់គាត់កុំឲ្យមានរឿងអញ្ចឹងកើតឡើងទៀតនៅពេលហ្នឹងផងដែរតកែរបស់គាត់ក៏បានប្រាប់ទៅពួកអ៊ំយាមជាមួយនឹងកូនចៅគាត់ផ្សេងទៀតដែរថាគាត់នឹងនិមន្តលោកឬក៏អាចារ្យដើម្បីមកប្រោះព្រំនៅទីហ្នឹងប៉ុន្តែមុននឹងគាត់មុនមកហ្នឹងតកែរបស់គាត់ហ្នឹងក៏បានដឹកពួកគាត់ទាំងអស់គ្នានឹងឯងទៅធ្វើបុណ្យនៅវត្តទាំងគ្រួសារពួកគាត់ទាំងអីគឺបើកតូម៉ាឡានហើយក៏ធ្វើចំខាន់ធ្វើអីទប់គេលោកហើយសម្រាប់ការធ្វើម្ហូបនឹងផងដែរគឺទូធ្វើម្ហូបនឹងប្រទេសតកែគាត់នឹងតែម្ដងដោយទាំងប្រុសទាំងស្រីហ្នឹងបានជួយធ្វើម្ហូបដាំស្លដើម្បីជាមួយគ្នាដើម្បីទៅធ្វើបុណ្យហ្នឹងណានៅពេលថ្ងៃទៅធ្វើបុណ្យហ្នឹងគាត់ក៏បានសុំទឹកមុនពីលោកដែរដើម្បីយកទៅប្រោះព្រំនៅកន្លែងគាត់ដេកហើយនឹងចង្ការចេកនឹងដែរគាត់ថាការប្រោះព្រំហ្នឹងដើម្បីបណ្ដោះអាសន្នសិនទេដោយសារតែគាត់យកទឹកមុនពីលោកមកប្រោះព្រំហ្នឹងគឺក្មេងឲ្យពួកគាត់ហ្នឹងបានជួបនៅខ្មោចស្រីនឹងទៀតប៉ុន្តែគាត់នៅតែមានគម្រោងមួយដើម្បីនិមន្តលោកឬក៏អាចារ្យដើម្បីទៅប្រោះព្រំនៅចង្ការចេកនឹងតែម្ដងថ្ងៃដែលគាត់ទៅធ្វើបុណ្យនៅវត្តហ្នឹងគាត់ក៏បានសួរនាំលោកដែរថាលោកនឹងអាចនិមន្តទៅចង្ការរបស់គាត់បានដែរអត់ដោយសារតែរឿងឆ្ងាយដែរហើយការធ្វើដំណើរក៏ចំណាយពេលយូរដែរពេលនោះផងដែរតកែរបស់គាត់ក៏បាននិយាយទល់ជាមួយលោកហើយក៏សួរពេលវេលាដែលលោកគាត់មានពេលទំនេរដែលមានជួបកិច្ចការអីទៅខាងណាខាងណីនៅពេលនឹងផងដែរអ៊ំយាមក៏បានដឹងពីរឿងរ៉ាវរបស់តកែគាត់នឹងដែរក៏បានមកប្រាប់គ្នាគាត់ដែលទៅជាមួយគ្នានឹងនៅពេលដែលពួកគាត់បានធ្វើដំណើរមកដល់ភ្នំវិញណាប្រពន្ធរបស់គាត់នឹងក៏បានទូទេហើយទូតែប្តីរបស់គាត់ទេហើយក៏សោលេងខ្លួនគាត់ទៅអស់កម្លាំងឲ្យលេងខ្លួនទាំងតកែគាត់ទាំងកូនចៅទាំងអីទាំងអស់គ្នានឹងឯងអស់កម្លាំងហើយដល់លើភ្នំហ្នឹងគាត់ក៏បានដាក់នំចុកទៅដែរអ៊ំយាមគាត់ថាមកពេលធ្វើបន់វិញហ្នឹងគឺគាត់បានដាក់នំចុកដើម្បីយកទៅហូបនៅលើភ្នំហ្នឹងដែរដោយសារសល់ពីការធ្វើបន់ហ្នឹងណាដល់ពេលយកទៅគាត់ក៏បានហូបនំចុកឲ្យតនៅលើភ្នំទៀតដល់ពេលហូបរួចគាត់ក៏បានដេកថ្ងៃហ្នឹងគាត់ថាដេកទាំងក្បាលល្ងាចថាម៉ោង5គាត់ដេកទាំងក្បាលល្ងាចទាំងអស់គ្នាហ្នឹងឯងហើយស្រាប់តកែគាត់គឺដេកក្នុងខ្ទមគាត់មួយផ្សេងនៅពេលដែលគាត់ដេកហ្នឹងគាត់ក៏ឮសំឡេងម្នាក់ស្រីនឹងយំទៀតឮសំឡេងម្នាក់ស្រីនឹងយំក៏បានឮនិយាយថាម្នាក់ស្រីនឹងក៏ឃ្លាននំចុកគឺពួកគាត់ហូបអីអត់បានហៅនាងហៅអីអញ្ចឹងណានៅពេលហ្នឹងផងដែរនៅពេលដែលអ៊ំយាមគាត់ភ្ញាក់គាត់ក៏បានទៅយកនំចុករបស់គាត់ហ្នឹងក៏ផ្លាក់ទឹកសម្លទឹកសម្លនំចុកហ្នឹងណាក៏បានផ្លាក់ហើយក៏បានយកធូប3សរសៃដើម្បីអុជសែនអោយម្នាក់ស្រីហ្នឹងនៅពេលដែលគាត់អុជសែនអោយម្នាក់ស្រីហ្នឹងគឺអត់មានណាគេឃើញគាត់ទេគឺគាត់ធ្វើតែម្នាក់ឯងទេដល់ពេលល្ងាចជិតចូលម៉ោង6ហើយមើលគ្នាលេងច្បាស់ហើយគាត់ក៏បានឃើញម្នាក់ស្រីហ្នឹងអង្គុយពេលមុខអាសំណែនរបស់គាត់ហ្នឹងឯង
អមយមហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងអង្គុយពីមុខស្នេហ៍របស់គាត់ក៏ប៉ុន្តែគាត់ថាអត់ឃើញកាយវិការវាស៊ីអីដូចមនុស្សយើងទេគឺឃើញត្រឹមតែអង្គុយពីមុខនឹងឯងនៅពេលហ្នឹងផងដែរអមយមក៏អត់បានខ្លាចទេអមយមអត់បានខ្លាចខ្មោចម្នាក់ស្រីហ្នឹងទេហើយគាត់ក៏បានដើរចូលមុំតុបរបស់គាត់វិញហើយសម្រាប់ចាននំបញ្ចុកហើយនឹងធូប3សរសៃហ្នឹងគឺនៅទីនឹងឯងគាត់អត់បានយកទុកវិញទេទាល់តែព្រឹកឡើងគ្នារបស់គាត់ក៏ឃើញដល់ពេលគ្នាគាត់ឃើញអញ្ចឹងគឺថាខ្លាចមែនទែនដោយសារតែគាត់អត់បានដឹងថាអ៊ំយឹមហ្នឹងគាត់បានសែនអាសំណែនហ្នឹងទៅឲ្យខ្មោចម្នាក់ស្រីហ្នឹងទេនៅពេលដែលពួកគាត់ឃើញអញ្ចឹងគឺគាត់ខ្លាចគាត់ក៏បានសួរគ្នាដាស់គ្នាស្រែកហៅគ្នាឈរឡសួរហើយតកែរបស់គាត់ហ្នឹងដល់ពេលមកឃើញអញ្ចឹងក៏ភ្ញាក់ដែលតកែរបស់គាត់ហ្នឹងណាគាត់ភ្ញាក់ដោយសារតែទោះបីជាខ្មោចម្នាក់ស្រីហ្នឹងវាងាប់ស្លាប់នៅក្នុងចង្ការចេករបស់គាត់ពិតមែនប៉ុន្តែគាត់អត់ដែលឃើញអីសំបីម្ដងនៅក្នុងចង្ការចេកគាត់ហ្នឹងណាគាត់អត់ដែលឃើញរឿងហេតុអីចម្លែកទេប៉ុន្តែដល់ពេលគាត់ឃើញអញ្ចឹងក៏បានសួរនាំទៅកូនចៅរបស់គាត់ដែរថាណាគេមកធ្វើអញ្ចឹងណាហើយកូនចៅរបស់គាត់ក៏បានសួរទៅតកែរបស់គាត់វិញហើយក៏អ្នកផ្សេងក៏សួរនាំថាអត់មានណាដឹងអីទេពេលនឹងផងដែរគឺនៅអ៊ំយឹមម្នាក់ឯងគឺអ៊ំយឹមក៏អត់ទាំងក្រកពីដេកទេដោយសារតែគាត់អស់កម្លាំងគាត់ថាគាត់ចាស់ដែរហើយក៏ជិះឡានជិះអីមកពីធ្វើបន់ធ្វើអីហ្នឹងក៏អស់កម្លាំងដល់ពេលអញ្ចឹងហើយក៏ក្រកក្រោយគេដល់ពេលក្រកក្រោយគេមកគេក៏សួរទៅគាត់ថាចានដាក់នំចុកហើយនឹងធូប3សរសៃហ្នឹងណាគេអ្នកធ្វើអ៊ំឯងមែនពេលនឹងផងដែរអ៊ំយឹមក៏បានប្រាប់ទៅគ្នាប្រកួតហើយនឹងតកែរបស់គាត់ថាគាត់អ្នកដាក់យកមាញ់គាត់សែនសំណែនឲ្យម្នាក់ស្រីហ្នឹងដោយសារតែគាត់ចូលមកដេកហើយប៉ុន្តែឮសំឡេងម្នាក់ស្រីហ្នឹងយំហើយក៏ឃ្លាននំចុកហ្នឹងថាពួកយើងនឹងហូបនំចុកស៊ីនំចុកអីអត់បានសែនសំណែនចែកគេហើយពេលនឹងផងដែរគ្នាប្រកួតក៏រឿងធូរទ្រូងដែរគាត់រឿងធូរទ្រូងដោយសារតែអាហ្នឹងគឺជាអ៊ំយឹមជាអ្នកធ្វើគាត់ថាបើសិនជាខ្មោចជាអ្នកធ្វើវិញខ្មោចធ្វើបានអញ្ចឹងគឺថាមិនដឹងថាយ៉ាងណាទេគឺពួកគាត់ម្នាក់គឺខ្លាចមែនទែនហើយពេលនឹងផងដែរស្រាប់តកែរបស់គាត់ក៏អត់សូវខ្លាចប្រហែលដែរដោយសារតែគាត់អត់ដែលធ្លាប់ឃើញជាក់ស្ដែងណាដល់ពេលថ្ងៃហ្នឹងគឺអត់បានទៅធ្វើការទេគឺតកែរបស់គាត់ប្រាប់ថាថ្ងៃហ្នឹងមិនធ្វើការទេនឹងគ្នាសម្រាប់មួយថ្ងៃទៅហើយណាគេចង់ធ្វើអីក៏ធ្វើទៅចង់ដើរលេងដើរមើលអីចាំតង្ការជ័យតាមអីក៏ដើរមើលទៅហើយពេលនឹងផងដែរគឺគ្នាគាត់ថាតកែមានណាស់ហែនដើរទៅខ្លាចខ្មោចម្នាក់ស្រីនឹងនិយាយបណ្ដើស្អីបណ្ដើហើយស្រាប់តកែនឹងផងដែរថាចុះយើងបានទៅធ្វើអីវាកុំតែយើងដើរទៅចំកន្លែងដែលវាស្លាប់ទៅដល់ពេលនឹងផងដែរកន្លែងដែលម្នាក់ស្រីនឹងស្លាប់គឺអត់មានណាដឹងទេគឺដឹងតែតកែនឹងឯងដោយសារតែគាត់នឹងអត់បានចង្អុលប្រាប់នឹងកន្លែងស្លាប់ទេដោយសារតែចំការជារបស់គាត់ធំហើយអញ្ចឹងទាល់តែថ្ងៃដែលអាចារ្យឬក៏លោកមកទើបគ្នារបស់គាត់ដូចជាកូនចៅរបស់គាត់ហ្នឹងណាទើបដឹងថាកន្លែងម្នាក់ស្រីនឹងស្លាប់ហើយសម្រាប់កន្លែងម្នាក់ស្រីនឹងស្លាប់នឹងផងដែរគឺអ៊ំយើងគាត់ធ្លាប់ជួបគឺកន្លែងដែលម្នាក់ស្រីនឹងអង្គុយយំនឹងឯងដែលអង្គុយយំអុកក្បាលជង្គង់ដែលអ៊ំយើងគាត់ទៅនោមហ្នឹងណាគឺកន្លែងនឹងឯងប៉ុន្តែគាត់អត់ដឹងទេអ៊ំយើងគាត់ដឹងថាជាកន្លែងនឹងដែលជាកន្លែងដែលម្នាក់ស្រីនឹងល្អិលជើងដួលបកក្បាលនឹងថ្មហ្នឹងណាគឺអត់ដឹងទេហើយសម្រាប់អ្នកផ្សេងទៀតក៏អត់ដឹងដែរដោយសារតែគាត់ថាគាត់គិតដែរគឺគិតថាគាត់នឹងធ្លាប់ជួបហើយក៏ធ្លាប់ដើរចំកន្លែងហ្នឹងដែរដោយសារតែចំការជែកហ្នឹងគឺពួកគាត់ទាំង8នាក់ហ្នឹងគឺដើរជុំវិញអស់ហើយដើរធ្វើចំការជែកហ្នឹងណាទាំងការតែងដើមវាទាំងការកាប់ដើមទាំងការយកផ្លែយកអីវាហ្នឹងគឺពេញតែហ្នឹងឯងគាត់ថាដើរចំហើយប៉ុន្តែអត់ដឹងថាកន្លែងណាហើយស្រាប់អាល្ងាចថ្ងៃដែលគាត់សម្រាកនឹងផងដែរហើយក៏ម្នាក់ហ្នឹងក៏ឃ្លានស្ងោទៅយងជែកដល់ពេលឃ្លានស្ងោទៅយងជែកហើយតកែរបស់គាត់ហ្នឹងក៏ឃ្លានដែរគាត់ថាថ្ងៃហ្នឹងបើសិនជាបានស្ងោមកជូរទៅយងជែកប្រហែលជាឆ្ងាញ់ដោយសារតែគាត់ហ្នឹងក៏បានយកឆ្អឹងជំនីជ្រូកមកដែរហើយពេលហ្នឹងគាត់ក៏បានប្រើកូនចៅគាត់ហ្នឹងឯងឲ្យទូបេះទៅយងជែកហ្នឹងដោយសារតកែរបស់គាត់ក៏រឹងរវល់ការងារដែរគាត់ឡែកគាត់បញ្ជីគាត់អីអញ្ចឹងណាគាត់ក៏បានពឹងដើម្បីឲ្យកូនចៅរបស់គាត់ហ្នឹងទៅកាច់ទៅយងជែកមកហើយម្នាក់ក៏ប្រាប់ទៅតកែវិញថាឲ្យហ៊ានទៅទេម្នាក់ឯងដល់ពេលថាហ៊ានទៅម្នាក់ឯងអញ្ចឹងក៏ឲ្យទៅពីរនាក់ទៅដល់ពេលឲ្យទៅពីរនាក់ក៏ឲ្យហ៊ានទៅទៀតម្នាក់រុញរាឲ្យមានណាហ៊ានទៅទេហើយពេលនឹងផងដែរអ៊ំយាមក៏ថាចាំខ្ញុំអ្នកទៅតកែហើយពេលនោះតកែក៏បានតទៅអ៊ំយាមវិញថាអ៊ំឯងនឹមគ្នាទៅបានម្នាក់ពីរនាក់ទៅក្មេងឲ្យក្មេងវាខ្លាចឲ្យវាដើរទៅជាមួយស្គើផ្លូវស្គើអីអញ្ចឹងណាក្មេងថ្ងៃក្រោយថ្ងៃអីទៅដើរម្នាក់ឯងដើរអីទៅខ្លាចវាខ្លាចទាំងដែលការពិតហ្នឹងគឺចំការជែកហ្នឹងគឺពួកគាត់ស្គាល់អស់ហើយផ្លូវហ្នឹងណាប៉ុន្តែតកែគាត់និយាយអញ្ចឹងគឺនិយាយដើម្បីកុំឲ្យកូនចៅរបស់គាត់នឹងខ្លាចប៉ុន្តែនៅពេលហ្នឹងផងដែរអ៊ំយាមគាត់ក៏នាំគ្នាទៅ3នាក់ទាំងគាត់ណា2នាក់ផ្សេងទៀតគឺគ្នាពួកគាត់នឹងឯងដល់ពេលនាំទៅថ្ងៃហ្នឹងគឺឃើញទាំងអស់គ្នាតែម្ដងឃើញទាំង3នាក់ពួកគាត់ហ្នឹងណា
ប៉ុន្តែអ្នកដែលឃើញមុនគេនឹងគឺអ៊ំយាមបើសិនជាអ៊ំយាមគាត់គុំហៅគ្នាគាត់ពីរនាក់ទៀតឲ្យមើលក៏ពីរនាក់ទៀតនឹងអត់ឃើញដែរនៅពេលដែលគាត់កំពុងតែបេះទៅយងចេកហ្នឹងណាអ៊ំយាមគាត់ក៏បានយកដៃរបស់គាត់នឹងទៅកាច់មូលទៅយងចេកបានមួយដល់ពេលបានមួយអញ្ចឹងហើយគាត់ក៏បានប្រាប់គ្នាគាត់ថាថ្ងៃទៅបេះអាមួយនឹងទៀតមកឲ្យបាន2មកដោយសារគ្នាយើងច្រើនពេលអញ្ចឹងហើយគ្នាគាត់ក៏បានតទៅថា2ប៉ុណ្ណឹងមិនគ្រប់អ៊ំបេះបាន3 4ទៅយងចេកទៅដល់ពេលលឹងផងដែរថ្ងៃហ្នឹងគឺថាបេះបានឡើង5ទៅយងចេកណាប៉ុន្តែអត់យងចេកទី5ចុងក្រោយគេហ្នឹងគឺថាពិបាកមែនទែនដោយសារតែឃើញម្នាក់ស្រីហ្នឹងអ៊ំយាមគាត់ឃើញគាត់ក៏បានប្រាប់ទៅគ្នាគាត់ថាហ្នឹងនោះម្នាក់ស្រីហ្នឹងឯងធ្លាប់ឃើញអត់ដល់ពេលលឹងផងដែរ2នាក់ទៀតក៏បេះមើលដល់ពេលបេះមើលក៏ឃើញម្នាក់ស្រីហ្នឹងអង្គុយអុកក្បាលជង្គង់អូនមុខចុះប៉ុន្តែអត់បានបេះមុខមកពួកគាត់ទេដល់ពេលលឹងផងដែរអ៊ំយាមក៏បានប្រាប់ថាម្នាក់ស្រីហ្នឹងឯងដែលអញឃើញលើកមុនណាដែលអញញ៉ែប្រាប់ហែងកាលអញទៅនោមហ្នឹងពេលលឹងផងដែរគឺពួកគាត់ពីរនាក់ហ្នឹងគឺខ្លាចមែនទែនហើយតែយងជើកចុងក្រោយហ្នឹងគឺមិនមែនណាហ៊ានបេះទេពីរនាក់ហ្នឹងគឺអ៊ំយាមជាអ្នកបេះដោយសារអ៊ំយាមគាត់នឹងទៀបដែលគាត់បេះអត់ដល់ហើយគាត់ក៏ពឹងឲ្យពីរនាក់ទៀតហ្នឹងជួយលើកគាត់ដល់ពេលជួយលើកអញ្ចឹងហើយក៏បេះបានយងជើកទី5ហ្នឹងដល់ពេលបេះបានយងជើកទី5ហ្នឹងក៏នឹងគ្នាធ្វើដំណើរត្រឡប់មកផ្ទះមកបន្ទប់របស់គាត់វិញណាដល់ពេលត្រឡប់មកបន្ទប់របស់គាត់វិញក៏បាននឹងគ្នាចិត្តបន្លែចិត្តអីហ្នឹងឯងកាត់ទៅយងទេត្រាំទឹកត្រាំអំបិលត្រាំអីឲ្យវាកាត់ជួរកាត់អីហ្នឹងណាដល់ពេលអញ្ចឹងហើយគាត់ក៏បានអង្គុយញ៉ៃគ្នាពីរនាក់ទៀតហ្នឹងគាត់អង្គុយញ៉ៃគ្នាក៏ប្រាប់ទៅអ្នកផ្សេងទៀតប៉ុន្តែសម្រាប់អ៊ំយាមគឺគាត់អត់បានញ៉ៃប្រាប់អីទៅណាទេគឺគាត់ធម្មតាទេដល់ពេលដែលអ្នកផ្សេងគាត់ដឹងឮអញ្ចឹងគាត់ថាថ្ងៃក្រោយថ្មីហ៊ានទៅម្នាក់ឯងថ្មីហ៊ានទៅចង្ការជែកម្នាក់ឯងហើយគាត់និយាយថាថ្ងៃក្រោយបើសិនយើងទៅធ្វើការគឺយើងត្រូវតែទៅដំណើរគ្នាហើយពេលត្រឡប់មកវិញគុំត្រឡប់មកមុនក្រោយយើងត្រូវតែត្រឡប់មកដំណើរគ្នានៅពេលគាត់និយាយអញ្ចឹងហើយតកែបុគាត់ក៏សើចតកែចង្ការជែកហ្នឹងក៏សើចហើយគាត់ក៏បានប្រាប់ទៅកូនចៅគាត់ថាអោយអ៊ំយាមហ្នឹងគាត់ចាត់ចែងដើម្បីរៀបចំនិមន្តលោកដើម្បីមកប្រោះព្រំនៅទីហ្នឹងហើយការមុនមកហ្នឹងគឺមិនមែនមុនអាចារ្យទេគាត់មុនលោកមក2អង្គនៅពេលដែលគាត់មុនលោក2អង្គក៏អ៊ំយាមថាតកែបានជាមុនមកហើយមុនមក3អង្គតែម្ដងមកដល់ពេលលេងផងដែរក៏អ៊ំយើងបានណែនាំទៅតកែរបស់គាត់ហើយក៏បានទៅកាត់ដើមចេកហ្នឹងឯងមកធ្វើបាយសៃធ្វើអីដើម្បីរៀបចំពិធីហ្នឹងណាហើយនៅពេលលេងផងដែរគឺអ៊ំយើងគាត់ជាចាស់ទុំដែលគាត់មានអាយុច្រើនជាងគេហើយគាត់ក៏បានប្រាប់ទៅអ្នកដែលទៅជាមួយគ្នាទៅអ្នកភូមិគាត់អ្នកផ្សេងអ្នកអីហ្នឹងឲ្យរៀបចំធ្វើអីខ្លះដល់ពេលហ្នឹងក៏រៀបចំតាមគាត់ប្រាប់ដល់ពេលរៀបចំតាមគាត់ប្រាប់ហើយថ្ងៃទៅមុនលោកហ្នឹងគឺទៅតកែរបស់គាត់ហើយនឹងអ៊ំយើងទេដោយសារតែតកែរបស់គាត់ហ្នឹងក៏បានខលទៅប្រាប់ប្រពន្ធគាត់មុនដើម្បីឲ្យរៀបចំសម្ភារៈអីនៅផ្ទះហ្នឹងដើម្បីគាត់យកមកចំការជែកហ្នឹងនៅពេលដែលគាត់ទៅមុនលោកហ្នឹងគឺមុនមក3អង្គហើយប្រពន្ធរបស់គាត់ហ្នឹងក៏មកដែរថ្ងៃដែលសូលដើម្បីឲ្យម្នាក់ស្រីនឹងចាញ់ពីចង្ការជែកហ្នឹងណាក៏បានប្រពន្ធគាត់មកដែរហើយក៏សាច់ញាតិអ្នកដែលស្លាប់ហ្នឹងគាត់ក៏បានទៅប្រាប់ដែរដោយតកែហ្នឹងតកែប្រុសរបស់គាត់ហ្នឹងក៏បានប្រាប់ប្រពន្ធគាត់ឲ្យទៅប្រាប់សាច់ញាតិហ្នឹងដោយសារគាត់មានលេខតំណែងតំណងដែរដល់ពេលទៅប្រាប់ទៅសាច់ញាតិហ្នឹងក៏បានធ្វើដំណើរមកផ្ទះតកែគាត់ដល់ពេលធ្វើដំណើរមកដល់ក៏បានទៅជាមួយនឹងគាត់ដែរជិះឡានមកជាមួយនឹងតកែចង្ការជែកហ្នឹងណាទាំងអ៊ំយាមទាំងម្ដាយឪពុកអ្នកដែលស្លាប់ហ្នឹងដល់ពេលមកក៏បានធ្វើពិធីនៅលើចង្ការជែកហ្នឹងឯងគាត់ថាអ៊ំយាមគាត់ថាថ្ងៃដែលធ្វើពិធីហ្នឹងនៅពេលដែលកំពុងតែធ្វើពិធីសូត្រហ្នឹងគឺថាសំឡេងម្នាក់ស្រីហ្នឹងគឺថាទៅហូរយំខ្លាំងមែនទែនគឺទៅហូរយំស្រែកទៅហូរយំថាអត់មកយកគេអញ្ចឹងថាពុកម្ដាយរបស់នាងហ្នឹងគឺចោលនាងអត់ព្រមមកយកនាងឲ្យទៅនៅជាមួយដល់ពេលអញ្ចឹងហើយគឺម្ដាយពុករបស់គាត់គឺថាយំតាមកូននឹងខ្លាំងមែនទែនដល់ហើយកូនហ្នឹងគឺចូលរូបអ្នកដែលទៅជាមួយហ្នឹងណាគឺចូលរូបគ្នាប្រកួតអ្នកដែលទៅជាមួយហ្នឹងគឺថាស្រែកទៅហូរយំថារៀបរាប់ប្រាប់ថានាងនៅទីហ្នឹងគឺថាវេទនាអត់ដែលបានអីហូបទេឃើញគេហូបអីគឺនាងអត់ដែលបានហូបទេដោយគេអត់បានចែកនាងគឺថាដល់ពេលឮយំឮស្រែករៀបរាប់ប្រាប់អញ្ចឹងគឺថាម្ដាយទាំងឪពុកគឺថាយំតាមកូនដល់ពេលយំតាមកូនអញ្ចឹងលោកក៏បាននិយាយប្រាប់ទៅខ្មោចស្រីហ្នឹងថាឆាប់ចាញ់ពីរូបគេទៅពេលនេះម្ដាយញោមឪពុកញោមបានមកយកញោមទៅហើយឲ្យញោមហ្នឹងទៅកាន់សុគតិភពពេលហ្នឹងផងដែរខ្មោចហ្នឹងក៏បានចាញ់ពីរូបអ្នកដែលចូលហ្នឹងណារូបគ្នាគាត់ជាគ្នាអ៊ំយាមកូនចៅរបស់តកែចង្ការជែកហ្នឹងនៅពេលចាញ់ហើយក៏បានយកទឹកមុនទឹកអីប្រោះព្រំចង្ការជែកហ្នឹងឯងដល់ពេលប្រោះព្រំចង្ការជែករួចក៏បោះប្រោះព្រំកន្លែងដែលប្រកួតស្រាក់នៅនឹងដែរហើយលោកក៏បានប្រាប់ទៅ
ម្ចាស់ចំការជេកនឹងថាតែប៉ុណ្ណឹងអត់លេងមានអីហើយញោមហើយសម្រាប់ពលឹងម្នាក់ស្រីហ្នឹងក៏បានទៅវិញហើយគេលេងនៅទីនឹងហើយនៅពេលដែលលឺលោកមានសង្ឃដីកាអញ្ចឹងគឺតកែចំការជេកហើយនឹងអ៊ំយឿមជាមួយនឹងអ្នកផ្សេងទៀតហ្នឹងគឺពួកគាត់សប្បាយចិត្តមែនទែនហើយសម្រាប់ការធ្វើពិធីនេះផងដែរគឺគាត់ធ្វើពិធីកន្លែងដែលម្នាក់ស្រីហ្នឹងលែលជើងដូតស្លាប់ហ្នឹងណាគឺធ្វើពិធីនៅកន្លែងហ្នឹងឯងនៅពេលដែលពិធីនៅចង្ការជេរសពគ្រប់អស់ហើយចប់អស់ហើយក៏បានយកទឹកមុនប្រោះព្រំហើយក៏យកទឹកមុនមកប្រោះព្រំនៅកន្លែងដែលពួកគាត់ស្នាក់នៅដែរគឺបន្ទប់ដែលគាត់ស្នាក់នៅហ្នឹងណាហើយក៏ប្រោះព្រំរួចក៏បាននិមន្តលោកដើម្បីទៅវត្តវិញនៅពេលដែលគាត់និមន្តលោកមកវត្តវិញហ្នឹងគឺអ៊ំយាមក៏មកជាមួយដែរដើម្បីបានធ្វើដំណើរឡើងមកភ្នំវិញគឺពីអ្នកតកែប្រកួតហើយសម្រាប់គ្នាបកគាត់ដែលនៅហ្នឹងគឺបានធ្វើឲ្យហូបជាមួយគ្នានៅលើភ្នំហ្នឹងឯងដោយពួកគាត់ក៏លេងមានអារម្មណ៍មួយថាខ្លាចដូចមុនណាគាត់ក៏មានអារម្មណ៍មួយថារៀងធ្ងន់ខ្លួនអត់សូវខ្លាចសូវអីទេនៅពេលហ្នឹងផងដែរនៅពេលដែលអ៊ំយើងបានធ្វើដំណើរមកដល់វត្តវិញក៏បានអោយលោកហ្នឹងក៏ស្រេចទឹកអោយអ៊ំយាមហ្នឹងណាស្រេចទឹកអោយហើយក៏សុំនៅពោពីលោកពីអីដែរដើម្បីរំដោះគ្រោះរំដោះអីដោយសារគាត់ហ្នឹងឃើញខ្មោចម្នាក់ស្រីនឹងច្រើនជាងគេនៅពេលដែលគាត់ស្រេចទឹកស្អីរួចក៏បានធ្វើដំណើរមកវិញពីអ្នកជាមួយនឹងតកែប្រកួតនឹងឯងដើម្បីមកភ្នំវិញហើយដល់ពេលចង្ការជេកនឹងគាត់បានកាប់អស់ហើយក៏តុបតែងអស់ហើយព្រោះអីដោយសារតែចង្ការជេកនឹងគាត់បានប្រមូលផលផ្លែវាដល់ពេលប្រមូលផលអស់ហើយគឺកាត់ទាំងដើមកាត់ទាំងអីទៀតហើយក៏នូកូនវាដុះមកហើយក៏ដល់រដូវដែលគាត់ត្រូវធ្វើដំណើរទៅផ្ទះវិញណាទាល់តែដើមជេកនឹងវាធំកូនវាធំទើបពួកគាត់នឹងឡើងមកធ្វើវិញទៀតប៉ុន្តែក៏មានអ្នកដែលនៅប្រចាំនឹងឯងនៅប្រចាំចង្ការហ្នឹងណាគឺគ្នាពួកគាត់ដែលទៅជាមួយគ្នានឹងឯងប៉ុន្តែសម្រាប់ពួកអ៊ំយាមជាមួយនឹងអ្នកភូមិមកគាត់ហ្នឹងគឺអត់បាននៅប្រចាំជាមួយទេគឺគាត់ធ្វើដំណើរមកផ្ទះវិញទាល់តែចង្ការដើមជេកចង្ការជេកនឹងវាមានដើមធំទើបពួកគាត់នឹងឡើងទៅវិញដើម្បីជួយតុបតែងហើយក៏ជួយមើលជួយអីអញ្ចឹងណាដោយសារតែពួកគាត់នឹងគឺមានតំណែងតំណងជាមួយនឹងតកែពួកគាត់នឹងឯងគឺទៅដល់រដូវបឹងថាតកែពួកគាត់នឹងខលហៅពួកគាត់ឲ្យទៅវិញហើយប៉ុន្តែដល់ពេលរដូវក្រោយហ្នឹងគឺអ៊ំយាមគាត់ទៅអាកើតទេដោយសារគាត់ឈឺគាត់ចាស់ហើយគាត់ក៏បានឲ្យកូនគាត់ទៅដោយសារតែកូនគាត់ហ្នឹងមានបងមួយដែលឈប់រៀនណាដល់ពេលអញ្ចឹងហើយក៏ឲ្យទៅដើម្បីរលុយរអីមួយគ្រប់គងបងប្អូនក្រោយរៀនហើយក៏សុខចិត្តឲ្យបងហ្នឹងឈប់រៀនហើយបងហ្នឹងក៏ឈប់រៀនចង់ឈប់រៀនដោយចិត្តខ្លួនឯងដែរដោយសារតែមើលទៅឃើញឪពុករបស់គាត់ចាស់ហើយក៏ម្ដាយរបស់គាត់ចាស់ដែរហើយក៏បងប្អូនក្រោយនៅក្មេងនៅរៀននៅសូត្រអញ្ចឹងទើបគាត់ព្រមលះបង់នៅអនាគតរបស់គាត់នៅក្នុងការរៀនសូត្រហ្នឹងដើម្បីឲ្យបងប្អូនក្រោយបានរៀនសូត្រព្រោះឯគាត់ធ្វើជាបើនិយាយទៅគឺថាដូចជាគាត់នឹងឯងជាទិសទ្រូងរបស់គ្រួសារដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងគឺចាស់ហើយទើបតែមានគាត់ទេដែលជាកូនបងហើយក៏មានកម្លាំងមានអីអាចរស់ស៊ីគាត់គង់គ្រួសារបាននៅពេលនេះផងដែរគាត់ក៏បានឲ្យកូនរបស់គាត់ទៅគាត់ក៏បានប្រាប់តកែរបស់គាត់ថាគាត់ឲ្យកូនគាត់ទៅរៀបរាប់ប្រាប់ចេះមួយចោះពីរអញ្ចឹងណាប្រាប់ទៅតកែរបស់គាត់នៅពេលនឹងផងដែរគឺបានកូនគាត់នឹងឯងទៅធ្វើការនៅចង្ការជែកនឹងហើយក៏បានលុយបានអីដើម្បីផ្ញើមកឲ្យពុករបស់គាត់ធ្វើស្រែធ្វើចង្ការហ្នឹងហើយក៏ការធ្វើស្រែធ្វើអីនឹងផងដែរគឺជួលគេទេគាត់ថាជួលគេដើម្បីឲ្យប្រុសឲ្យជួលឲ្យអញ្ចឹងទៅហើយនៅពេលដែលកូនគាត់ទៅហ្នឹងគឺថាត្រូវគ្នាជាមួយនឹងតកែមែនទេត្រូវគ្នាជាមួយនឹងតកែរបស់គាត់ហ្នឹងណាដោយសារតែគាត់ក៏នៅក្មេងហើយតកែគាត់ហ្នឹងគឺចំណងចិត្តគឺដូចគ្នាជាមួយនឹងកូនគាត់ទៀតបើថាត្រូវទៅណាយកប្រលប់អញ្ចឹងគឺថាត្រូវទៅវាត្រូវមកគឺថាស្រួលមែនទេហើយសម្រាប់តកែរបស់គាត់ហ្នឹងគឺថាអត់ចេះប្រកាន់អីជាមួយនឹងកូនចៅច្រើនទេបានអីហូបគឺអីហូបបើអត់មានអីគឺអត់មានអីហ្នឹងឯងគាត់ថាបើសិនជាកូនចៅធ្វើការធ្វើអីសគាត់ថាមួយខែមកអីអញ្ចឹងគឺថាតែទិញសាច់ទិញអីមកជប់លេងឲ្យកូនចៅម្ដងអញ្ចឹងគឺថាស្រួលមែនទេតកែរបស់គាត់ហ្នឹងហើយបើថ្ងៃណាកូនចៅគាត់ឃ្លានអីអញ្ចឹងដូចថាមួយខែហ្នឹងហូបសាច់ផ្សេងហើយខែក្រោយកូនចៅចង់ហូបសាច់អីផ្សេងអញ្ចឹងគឺថាតកែរបស់គាត់ហ្នឹងគឺតែងតែធ្វើតាមដើម្បីឲ្យកូនចៅរបស់គាត់ហ្នឹងមានកម្លាំងហ្នឹងដោយសារតែតកែរបស់គាត់គាត់ថាគាត់ក៏ធ្លាប់ធ្វើការងារគេដែលគឺអត់ស្រួលទេគឺហត់មែនទែនយើងលើកដាក់ក្នុងកម្លាំងអញ្ចឹងគឺថាហត់ណាហត់ខ្លាំងពេលនឹងផងដែរគាត់ក៏យល់ពីការលំបាករបស់កូនចៅរបស់គាត់ទោះបីជាគាត់ចំណេញអត់ច្រើនអំពីការធ្វើចំការជែកនឹងពិតមែនប៉ុន្តែគាត់ក៏ចិត្តល្អហើយសម្រាប់ប្រពន្ធរបស់គាត់ក៏ដូចគ្នាប្រពន្ធរបស់គាត់ក៏ចិត្តល្អដូចជាប្តីរបស់គាត់ដែរហើយសម្រាប់នៅក្នុងចំការជែកហ្នឹងគឺចាប់តាំងតែពេលដែលពួកគាត់បាននិមន្តលោកមកប្រោះព្រំនៅទីហ្នឹងគឺថាសុខសប្បាយមែនទែនហើយធ្វើចំការធ្វើអីគឺថាឲ្យដំណោយផលច្រើនមែនទែនហ
ហើយសម្រាប់ចង្ការចេកពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺថាការប្រមូលផលហ្នឹងគឺកាន់តែកើនហើយសម្រាប់តកែរបស់ពួកគាត់ហ្នឹងគឺសប្បាយចិត្តមែនទែនហើយអ្នកដែលធ្វើការនៅទីហ្នឹងគឺអត់ដែលមានបញ្ហាអីទេហើយសម្រាប់ការឈឺស្កាត់ឈឺអីគឺលេងមានដូចមុនហើយដោយសារតែគាត់មានការអនាម័យប្រុងប្រយ័ត្នជាងមុនអញ្ចឹងណាការរស់នៅរបស់គាត់ហ្នឹងគឺមានការយល់ដឹងកាន់តែច្រើនហើយសម្រាប់រឿងរ៉ាវរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជានៅក្នុងវីដេអូមួយហ្នឹងខ្ញុំនិយាយទៅមានពាក្យពេចន៍ណាមិនសមរម្យឬក៏លួសលោះអីខ្ញុំក៏សូមការអធិស្ឋានពីអ្នកទាំងអស់គ្នាផងហើយក៏ជាចុងក្រោយខ្ញុំក៏សូមចាត់អ្នកទាំងអស់គ្នាសូមកុំភ្លេចជួយចុច Subscribe ឲ្យ Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលដែលខ្ញុំផុសចូលនៅក្នុង Channel ជួបគ្នាជាបន្តទៀតនៅវីដេអូក្រោយ